ក្រាបរំចាក់ផលិតសរោកអកคล้ายៗ4ទីតាំងដែលលីសារធាតុញៀននិងគ្រោះថ្នាក់ដោយរឹបអូសវត្ថុតាំងមានតម្លៃជាង$83,000អញ្ញាធរថៃសហការជាមួយរដ្ឋបាលចំណីអាហារនិងឱសថរួមជាមួយមន្ត្រីសុខាភិបាលខេត្តបានឆ្មក់ចូលទីតាំងចំនួន4កន្លែងនៅខេត្តបឋមធានីរកឃើញបណ្ដាញផលិតទឹកសរោកអកคล้ายៗទ្រង់ទ្រាយធំមួយនេះបើយោងតាមសារព័ត៌មានថៃខៃសុតអ៊ីងលីសក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរឹបអូសដល់ទឹកសរោកអកคล้ายៗជាង$13,000ដបព្រមទាំងម៉ាស៊ីនផលិតនិងវត្ថុធាតុដើមជាច្រើនផ្សេងទៀតដែលមានតម្លៃសរុបជាង$30 លានឬប្រមាណ$83,000មន្ត្រីស៊ើបអង្កេតបានបញ្ជាក់ថាផលិតផលទាំងអស់នេះត្រូវបានផលិតដោយខុសច្បាប់ហើយទឹកសរោកក្អកនិងថ្នាំរាវមួយចំនួនត្រូវបានយកទៅលាយជាមួយភេសជ្ជៈក្រាចមដែលមានឥទ្ធិពលលើប្រព័ន្ធប្រសាទមានសារធាតុញៀននិងបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់អញ្ញាធិបបានរកឃើញថាបណ្ដាញនេះបានទិញសារធាតុគីមីនិងសម្ភារៈផលិតពីប្រភពជាច្រើនហើយតែងតែផ្លាស់ប្ដូរទីតាំងផលិតដើម្បីគេចពីការតាមដានរបស់សមត្ថកិច្ចអញ្ញាធិបថៃបានបញ្ជាក់ថាការផលិតនិងចែកចាយឱសថคล้ายៗគឺជាបទល្មើសធ្ងន់ធ្ងរដែលអាចប្រឈមនឹងការជាប់ពន្ធនាគារនិងការផាកពិន័យធ្ងន់តាមច្បាប់មន្ត្រីរដ្ឋបាលចំណីអាហារនិងឱសថថៃលោកស្រីផាន់ផាត្រាបូសឹមបានព្រមានប្រជាពលរដ្ឋជាពិសេសឪពុកម្ដាយឲ្យតាមដាននឹងការពារកុមារមិនឲ្យប្រើប្រាស់ថ្នាំក្អកនិងថ្នាំអាឡែស៊ីជាពិសេសការយកទៅលាយក្នុងភេសជ្ជៈដែលមានសារធាតុក្រាចមលោកស្រីបានបន្តថាក្រៅពីនាំឲ្យមានការប្រើប្រាស់គ្រឿងញៀនថ្នាំคล้ายៗដែលផលិតនៅកន្លែងខុសច្បាប់និងគ្មានអនាម័យអាចមានមេរោគឬសារធាតុគ្រោះថ្នាក់ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពអញ្ញាធិបថៃកំពុងបន្តស៊ើបអង្កេតដើម្បីរកអ្នកពាក់ព័ន្ធនិងបណ្ដាញចែកចាយផលិតផលคล้ายៗបន្ថែមទៀត